បងប្អូនអរគ្នាឥឡូវបាត់មុខខ្ញុំមួយរយៈអត់ដែលបានចេញវីដេអូទេឥឡូវខ្ញុំឡើងទៅរវល់ដាំចន្ទីឥឡូវដីមកកន្លែងនេះខ្ញុំឈប់ធ្វើស្រែបងប្អូនអរគ្នាដោយសារតែធ្វើស្រូវទៅយើងយកទៅលក់វាបានតម្លៃថោកដែរឥឡូវយើងដូរមកដាំជាចន្ទីម្ដងឥឡូវកូនចន្ទីនេះខ្ញុំដាំថ្ងៃទី7 ខែ 7 ឆ្នាំ 2026ហើយវាមានកម្ពស់ប្រហែលជាប៉ុណ្ណឹងដៃបងប្អូនអរគ្នាហើយចាំមើលថារយៈពេល1ឆ្នាំតើចន្ទីនេះធំបានប៉ុណ្ណាចាំមើលខ្ញុំថតនៅឆ្នាំក្រោយឲ្យបងប្អូនមើលចន្ទីនេះម្ដងទៀតហើយចន្ទីនេះបន្ទាប់ខ្ញុំដាំហើយវាអត់ដែលភ្លៀងទេហើយខ្ញុំមានតែចាក់ទឹកនេះបងប្អូនស្តែនប៉ុណ្ណេះមួយហើយយើងពូនដីអាខាងនេះដើម្បីឲ្យជុំវិញវាមកដើម្បីយើងស្រួលងាយស្រួលនឹងចាក់ទឹកកុំឲ្យវាទឹកខៀទឹកខាងអញ្ចឹងទៅបាទហើយកុំភ្លេចតាមដានវីដេអូខ្ញុំក្រោយទៀតហើយតកៅស៊ីនេះដាំបានមួយថ្ងៃពីរថ្ងៃលើតកៅស៊ីហើយអញ្ចឹងយើងចាប់ផ្ដើមល្ងាចនេះខ្ញុំបាញ់ថ្នាំតកៅហើយការពារសត្វល្អិតសត្វអីចឹងបងប្អូនបាយបាយ